ជំរាបសួរខ្ញុំផុតពីតាក់ធីមថ្ងៃនេះដែរគឺមានកិត្តិយសដែលយើងបាន start ជាមួយនឹងកម្មវិធីPAT podcast ដែលយើងនិយាយពី Cambodian Tax Navigation ហើយថ្ងៃនេះដែរក៏ជា first series ឬក៏ first episode ដែលយើងចាប់ផ្ដើមធ្វើកិច្ចការនេះវាជា new challenge សម្រាប់ PAT team ដូចគ្នាហើយ the first topic ដែលយើងនឹងលើកមកនិយាយថ្ងៃនេះគឺតាក់ទងជាមួយនឹងប្រកាស405ដែលនិយាយពី International Waterway Code Transportation Business Activity ដែលយើងអាចនិយាយកាត់ថា IWTG ហើយនៅក្នុង topic នេះដែរយើងនឹងបំបែកទៅជា5 segment ដែលទី1ហ្នឹងគឺយើងនិយាយពីតើប្រកាស405ហ្នឹង scope ទៅលើអ្វីខ្លះហើយទី2ហ្នឹងយើងនិយាយថាតើអ្នកណាដែលត្រូវ apply ប្រកាសមួយហ្នឹងណាហើយទី3យើងនិយាយពី key definition ដែលអ្នកចោះពន្ធឬក៏អ្នកដែលធ្វើជា business activity ដែលតាក់ទងជាមួយនឹង logistics ត្រូវដឹងហើយបន្តមកទៀតតាក់ទងជាមួយនឹងទី4គឺយើងនឹងនិយាយអំពី tax implication តាក់ទងជាមួយនឹង VAT withholding tax ហើយនឹង tax ផ្សេងៗទៀតដែលជាប់ពាក់ព័ន្ធហើយទី5គឺយើងនិយាយពីការ filing tax មួយហ្នឹងហើយនឹង penalty ក៏ដូចជា additional តាក់ទងមួយ DTA double tax agreement procedure ដូចគ្នាដោយឡែកកម្មវិធីថ្ងៃនេះដែរឬក៏ first episode នេះដែរយើងក៏មានអាចនិយាយថា special guest លើកទី1គឺបងពិសិដ្ឋដែលជាប្រធាន common របស់ PAT ផ្ទាល់មកដើម្បីមកធ្វើការចែករំលែកតាក់ទងមួយប្រកាសថ្មីមួយនេះដែរសូមអញ្ជើញបងពិសិដ្ឋហ្នឹងហើយអរគុណផុតដែលបានអញ្ជើញបងក្នុងការចែករំលែកអំពីច្បាប់ថ្មីមួយនេះនឹងឬក៏ជា episode លើកទី1ដំបូងសម្រាប់បងផងដែរអូខេបងអរគុណបងfirst challenge ទាំងអស់គ្នាបងvery first អញ្ចឹងបងតាក់ទងជាមួយនឹង segment ទី1នេះចង់ឲ្យបងលើកឡើងបន្តិចថាតើប្រកាស405ហ្នឹងគឺក្តោបទៅលើអ្វីដែរអាចថាចំណុចសំខាន់ដែលជា scope នៃប្រកាសទាំងមូលហ្នឹងអាចនិយាយពីអីអញ្ចឹងណាបងសូមជួយបន្ថែមខ្លះបន្តិចបងហ្នឹងហើយអូនប្រកាស405ចេញដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុថ្ងៃ21ឧសភាឆ្នាំ2025ហ្នឹងគេនិយាយផ្ដោតសំខាន់ទៅលើការដឹកជញ្ជូនតាមផ្លូវទឹកអញ្ចឹង whatever business ដែលយើងធ្វើក្នុងការផ្ដល់សេវាកម្មដឹកជញ្ជូនទំនិញទៅតាមផ្លូវទឹកទាំងអស់វាក្តោបចូលទៅក្នុងប្រកាសមួយហ្នឹងបន្ថែមបន្តិចបានទេបងថាតើការដឹកជញ្ជូនតាមផ្លូវទឹកគឺមានលក្ខណៈបែបណាដែរអាចថា operation ហ្នឹងគឺរបៀបម៉េចអញ្ចឹងបងជាទូទៅអូនការដឹកជញ្ជូនតាមផ្លូវទឹកហ្នឹងគឺផ្ដោតសំខាន់ទៅលើនៅពេលដែលយើងចង់ដឹកទំនិញពីប្រទេសមួយមកប្រទេសកម្ពុជាយើងឬក៏ការយើងចង់ដឹកទំនិញពីប្រទេសកម្ពុជាយើងទៅខាងក្រៅប្រទេសវិញហើយអ្នកដែលតាក់ទងជាមួយទៅនឹងច្បាប់ហ្នឹងគឺតាក់ទងទៅអ្នកដែលគាត់ដឹកជញ្ជូនផ្ទាល់មានន័យថាគាត់មានជាកប៉ាល់ផ្ទាល់ឬក៏ក្រុមហ៊ុនមួយចំនួនគាត់ធ្វើជា agent យើងអាចនិយាយបានថាជាភ្នាក់ងាររបស់ក្រុមហ៊ុនកប៉ាល់ហ្នឹងឬក៏ក្រុមហ៊ុនមួយចំនួនគាត់ដើរតួនាទីជាភ្នាក់ងារដឹកជញ្ជូនផ្សេងៗទៀតក៏ច្បាប់ហ្នឹងត្រូវបាន cover ដែរបាទអញ្ចឹងមានន័យថាការពិតច្បាប់ចេញមកនេះគឺដើម្បីទី1តកតងជាមួយនឹងការ improve transparency តកតងជាមួយនឹងការដឹកជញ្ជូនព្រោះអាចនិយាយបានថាប្រទេសកម្ពុជាឥឡូវក៏មានការ export ច្រើនហើយក៏មាន import activity ច្រើនដែរហ្នឹងហើយត្រូវអូនច្បាប់ហ្នឹងព្យាយាមធ្វើម៉េចក៏ដោយឲ្យការអនុវត្តហ្នឹងកាន់តែប្រសើរជាងមុនដោយសារច្បាប់ពីមុនមកគាត់មិនទាន់បាន focus ទៅលើចំណុចមួយហ្នឹងហើយការអនុវត្តក៏វាអាចមានការខុសៗគ្នាដែរអញ្ចឹងច្បាប់លើកនេះចេញមកក្នុងគោលបំណងដើម្បីឲ្យអ្នករកស៊ីទៅលើផ្នែកហ្នឹងផ្នែកការដឹកជញ្ជូនទំនិញនិងការដោះស្រាយនឹងការធ្វើឲ្យទំនិញទៅដល់ឃ្លាំងអតិថិជនហ្នឹងគាត់ត្រូវជាប់ពន្ធអីខ្លះបាទអរគុណច្រើនបងសម្រាប់ការបន្ថែមមិញបងបន្តទៅទៀតបងអាចជួយបន្ថែមបន្តិចទៀតបានទេបងថាតើប្រកាសមួយហ្នឹងអ្នកណាដែលគាត់ត្រូវ implement ដែរបងហ្នឹងហើយអូនតាមប្រកាស405ហ្នឹងអ្នកដែលត្រូវ implement ហ្នឹងទាំង resident ឬក៏ non resident ទាំងអស់ដែលគាត់ប្រកបអាជីវកម្មទៅលើជា liner គាត់ជាអ្នក liner ឬគាត់ជា agent នៃ liner មួយហ្នឹងឬក៏គាត់ជា brand របស់ក្រុមហ៊ុន liner មួយហ្នឹងឬក៏គាត់ជាអាចថានិយាយបានថាជា freight forwarder ទៅ freight forwarder ជាអ្នកដែលគាត់រកស៊ីផ្នែកក្នុងការដោះស្រាយការដឹកជញ្ជូនពីប្រទេសមួយទៅប្រទេសមួយអញ្ចឹងអ្នកទាំង4ហ្នឹងគឺជាអ្នកដែលគាត់
ត្រូវបានច្បាប់ cover ហ្នឹងហើយបងអញ្ចឹងអ្នកទាំង4របស់យើងដែលមានជា liner ដែលគាត់ជា brand ឬក៏ subsidiary ឬក៏គាត់ជា independent agent ឬក៏ forwarder ប៉ុន្តែតាក់ទងជាមួយនឹងតែការដឹកជញ្ជូនតាមផ្លូវទឹកអន្តរជាតិទេ ប៉ុន្តែបើសិនដើម្បីឲ្យយើងដឹងច្បាប់នឹងកាន់តែប្រសើរយើងត្រូវដឹង key definition មួយចំនួន មាន key definition មួយចំនួនដែលត្រូវដឹង ទី1តាក់ទងយើង IWTG បាទ តើ IWTG មានន័យថាម៉េចការដឹកជញ្ជូនជាលក្ខណៈអន្តរជាតិមានន័យថាម៉េច បាទ ជាទូទៅនៅពេលយើងនិយាយពីការដឹកជញ្ជូនតាមផ្លូវទឹកតាមលក្ខណៈអន្តរជាតិហ្នឹងគឺយើងនិយាយពីការដឹកជញ្ជូនពី port នៅស្រុកខ្មែរ បាទ ទៅ port ដទៃទៀតនៅក្រៅប្រទេស អូខេ ឬក៏ បាទបង ពី port ដទៃទៀតនៃក្រៅប្រទេសមកដល់ port របស់ស្រុកខ្មែរ អូខេ បងដឹងហើយស្រុកខ្មែរយើងមាន port 2ទី1 port ក្រុងបរសៀននោះទី2 port យើងនៅភ្នំពេញ បាទអញ្ចឹងយើងអាចនិយាយបានថាតាក់ទងជាមួយនឹង outbound ហើយនិង inbound យ៉ា outbound និង inbound ហើយ definition មួយទៀតយើងត្រូវយល់ឲ្យច្បាស់ថាស្អីជា liner បាទ អញ្ចឹងបើយើងនិយាយពី liner ងាយស្រួលមែនទែនក្រុមហ៊ុនដែលគាត់មានកប៉ាល់ អូខេបង អញ្ចឹងនៅស្រុកខ្មែរយើងបើក្រុមហ៊ុនណាគាត់មានកប៉ាល់ដឹកជញ្ជូនទិញទៅមកស្រុកខ្មែរស្រុកគេណាអាហ្នឹងគេហៅជាក្រុមហ៊ុន liner អញ្ចឹងបើសិនបើគាត់អត់អូនកប៉ាល់ទេគាត់មិនមែនជា liner ទេតែយើង classify គាត់ទៅជាស្អីវិញបើគាត់អត់អូនកប៉ាល់អញ្ចឹងយើងនិយាយថាគាត់ជា agent អញ្ចឹង គាត់រកស៊ីផ្នែកដឹកជញ្ជូនប៉ុន្តែគាត់ជាអ្នក representative នៃក្រុមហ៊ុនកប៉ាល់គាត់នៅស្រុកខ្មែរអញ្ចឹងយើងតែងតែហៅគាត់ជា agent អូខេ ម្យ៉ាងទៀតឲ្យយល់ច្បាស់មួយទៀតគឺតាក់ទង freight forwarder បាទ អញ្ចឹងបើយើងនិយាយពី freight forwarder ជាក្រុមហ៊ុនទាំងឡាយណាដែលគាត់រកស៊ីផ្នែកដឹកជញ្ជូនដែរណាគាត់រកស៊ីផ្នែកដឹកជញ្ជូនដែរប៉ុន្តែគាត់ជួយដោះស្រាយក្នុងការដឹកជញ្ជូនតាក់ទង liner តាក់ទង clear ក្រុមហ៊ុនហ្នឹងតាក់ទង release តំណែងហ្នឹងធ្វើម៉េចក៏ដោយតំណែងទៅដល់ឃ្លាំងរបស់អតិថិជនអាហ្នឹងគាត់ជា forwarder បាទអាចនិយាយមកថា freight forwarder គឺគាត់បាយស្បាច់ហើយលក់ស្បាច់បន្តមកទៀត clearance right នឹងយើងនិយាយថាហ្នឹងគឺបែបអញ្ចឹងដែរដល់ឡែកមាន key definition 2ទៀតសំខាន់នៅក្នុងច្បាប់ហ្នឹងអាចនឹង contrast អំពីអ្វីដែលឯងធ្លាប់ implement ពីមុនដែរ មានថាយើង implement មុនចេញប្រកាសមក យើង implement so far ពីមុនមកមុនចេញប្រកាសវាមាន key definition 2ដែលអាច contrast នេះទី1តាក់ទងរឿង disbursement បើយើងនិយាយពី disbursement ពីមុនមកយើងអាចនិយាយបានថា disbursement ជាអ្វីមួយដែលយើងយកចេញពីកាយប័ត្រដល់អតិថិជនដើម្បីបានលុយមកវិញអានេះយើងតែងនិយាយ disbursement ប៉ុន្តែច្បាប់ពន្ធកន្លែងនេះក៏ជះវិញច្បាប់ពន្ធគាត់ឲ្យ definition very clear ច្បាស់លាស់ definition disbursement មានន័យថាម៉េចមានថាយើងជាក្រុមហ៊ុនដែលយើងនិយាយថាជា forwarder ឬជា agent គាត់ចេញពីកាយប័ត្រឬក៏គាត់ pay ពីកាយប័ត្រចំនួនអតិថិជនផ្ទាល់របស់គាត់ហើយគាត់នឹង reimburse ត្រឡប់មកវិញណាឃើញតែនិយាយថា reimburse យើងតែនិយាយថា reimburse ប៉ុន្តែតាមពិតតាមច្បាប់គេនិយាយថានៅពេលដែលក្រុមហ៊ុនយើងជាភ្នាក់ងារយើងបង់ចំនួនអតិថិជនហើយយើងទទួលបានពីអតិថិជនវិញទៅលើចំនួនហ្នឹង cost to cost ឬនិយាយ back to back ច្បាប់ពន្ធគេហៅ disbursement អត់មានលើសមានខ្វះ អត់មានលើសមានខ្វះ យើង ទេ pay ចំនួនប៉ុន្មានយើង collect មកវិញប៉ុណ្ណឹង ហ្នឹងហើយអត់យើង pay ឲ្យអ្នកគ្រប់គ្រងប្រមាណចំនួនអតិថិជនប្រមាណយើងនឹង claim ត្រឡប់វិញចំនួនប៉ុណ្ណឹង អូខេបង ដល់ឡែកប្រសិនបើមានលើសមានខ្វះអូន pay ទៅឲ្យអ្នកគ្រប់គ្រង10តែអូន mark up ណាយកពីគេ យក12 12 អញ្ចឹងអាហ្នឹងគេលែងហៅ disbursement ទៀតហើយគេហៅ reimbursement សុំឲ្យច្បាស់កន្លែងហ្នឹងប៉ុន្តែវាមាន clear ខ្លងវាថែមទៀតឬក៏អត្ថន័យថែមទៀតប្រហែលជា next សំណួរឯងអាចនឹងបញ្ជាក់ឲ្យកាន់តែច្បាស់ពីហ្នឹងបាទអញ្ចឹងខ្ញុំបញ្ជាក់ថែមបន្តិចបងព្រោះចំណុច2ចុងក្រោយនេះជា key definition ដែរដែលមានការផ្លាស់ប្ដូរមុនចេញប្រកាសការយើងអាចនិយាយមកថា payment made on behalf ដែល client របស់យើងកាលពីមុនចេញប្រកាសយើងតែងតែនិយាយថា reimbursement តែឥឡូវត្រូវបានដូរទៅជា disbursement right ប៉ុន្តែការ practice គឺនៅដដែល ត្រូវ វាមិនមែនជាចំណាយរបស់យើងទេយើងគ្រាន់តែ make payment ដើម្បី process clearance នៃការដឹកជញ្ជូនហ្នឹងឲ្យអតិថិជនរបស់យើងហើយយើងចេញជា disbursement note ហ្នឹងទៅអតិថិជនរបស់យើងដើម្បី collect លុយយើងមកវិញវាជា back to back អត់មានចំណេញអីទេបាទអូខេអញ្ចឹងអរគុណបងច្រើនសម្រាប់ការបញ្យល់ពី key definition តើតើមួយប្រកាសមួយផ្ទាល់មានkey ដូចជា IWTG liner ឬក៏ carrier agent freight forwarder
ហើយក៏ស៊ីជម្រៅបន្ថែមជាមួយនឹង disbursement ហើយនឹង reimbursement បន្តទៅទៀតសូមចង់ឲ្យបងជួយបញ្យល់ដែរថាហេតុអីបានប្រកាសនេះវា matter សម្រាប់អ្នកជាប់ពន្ធឬក៏អ្នកដែលគាត់រកស៊ីទៅលើ logistics នឹងអញ្ចឹងបង ប្រកាសដែរពុតប្រកាសដែរបើអត់ matter អត់ចេញទេតែមិនចេញប្រកាសនឹងថ្មីទេហើយក៏មិនចេញ episode នេះដែរបងហ្នឹងក៏មិនចេញ episode ហ្នឹងដែរជាទូទៅចំណុចល្អបំផុតនោះគឺអ្នកជាប់ពន្ធគាត់ងាយស្រួលបង់ពន្ធបាទគាត់ដឹងច្បាស់នៅតើ transaction អីជាប់ពន្ធនេះសំខាន់ហើយអាចថា how much to pay ទៀតអាចថាគាត់ដឹងថាគាត់ត្រូវជាប់ពន្ធកន្លែងណាប្រកាសពន្ធមិនឲ្យវាត្រឹមត្រូវទៅតាមជា requirement របស់ពន្ធដែរណាទី2ត្រូវដឹងពីអាការដែលវាប៉ះពាល់ទៅលើការចេញវិក័យបាទបងកាយនៅតាមច្បាប់ពន្ធហ្នឹងឬប្រកាសហ្នឹងគាត់កាយច្បាស់លាស់តើគួរចេញវិក័យបាទមិនគួរចេញ disbursement មិនអ្វីជា disbursement អ្វីជា reimbursement ឬក៏អ្វីដែលគួរត្រូវយកទៅប្រកាសអ្វីដែលមិនគួរទៅប្រកាសហើយចំណុចចុងក្រោយនោះគឺធ្វើមិនត្រូវអត់ដឹងហើយគេអត់ចង់ពេញន័យយើងដោយមិនមានមូលដ្ឋានទេបាទអញ្ចឹងនៅពេលដែលគេចេញប្រកាសហ្នឹងមក implement អត់ត្រូវប្រកាសណាមាន penalty យ៉ាមាន penalty ហ្នឹងហើយសម្រាប់ប្រកាសមួយហ្នឹងអូខេបាទអរគុណច្រើនបាទអរគុណ That's it for episode 1 Cambodian Tax Navigation ហើយអាចថាអ្នកទាំងអស់គ្នាដែលជា audience អាចយល់ឬក៏អាចស៊ីជម្រៅក៏មាន some picture នៅក្នុង mind ហើយថាតើប្រកាស405តាក់ទងមួយ IWTG ហ្នឹងនឹងផ្ដោតទៅលើអីអ្នកណាដែលគាត់ត្រូវ apply ហើយតើហេតុអ្វីបានប្រកាសនេះសំខាន់សម្រាប់អ្នកដែលគាត់មានអាជីវកម្មដែលជាការដឹកជញ្ជូនតាមផ្លូវទឹកអន្តរជាតិហ្នឹងណាហើយបន្តមកទៀតយើងនឹងមាន episode តទៀតមាន2 3 4 5ទៀតអញ្ចឹងកុំភ្លេច follow channel របស់យើងឬក៏ follow platform របស់យើងដើម្បីទទួលបានepisode បន្តទៅទៀតThat's it. Thank you.